ព័ត៌មានអន្តរជាតិដែលនិយាយអំពីប្រទេសជប៉ុនព្យុះទីហ្វុងហាឡុងកំពុងវាយប្រហារនៅលើកោះហ៊ុនស៊ូដែលជាកោះដ៏សំខាន់មួយស្ថិតនៅភាគខាងលិចនៃប្រទេសជប៉ុននាព្រឹកថ្ងៃអាទិត្យនេះភ្នាក់ងារអាកាសធាតុរបស់ជប៉ុនបានទាញសញ្ញាអាសន្នចំពោះព្យុះទីហ្វុងដ៏ខ្លាំងក្លានេះព្យុះដែលមានល្បឿន162គីឡូម៉ែត្រក្នុង1ម៉ោងនេះបានធ្វើឲ្យជាងហោះហើរចំនួន143ត្រូវបានលុបចោលនៅថ្ងៃអាទិត្យឥទ្ធិពលបក់បោកដែលនាំមកនូវខ្យល់និងទឹកភ្លៀងនេះកំពុងបង្កការព្រួយបារម្ភពីទឹកជំនន់និងបំលាក់ដីក្រៅពីព្យុះប្រទេសជប៉ុនក៏បានទទួលរងគ្រោះដោយដីរំជួយកម្រិត6 រិចទ័រដែរដែលបានវាយប្រហារលើភាគខាងជើងប្រទេសនៅថ្ងៃអាទិត្យនេះប៉ុន្តែអាជ្ញាធរមិនបានប្រកាសអាសន្នអំពីរលកស៊ូណាមីនោះទេហើយភ្លាមៗនេះក៏មិនទាន់មានរបាយការណ៍ស្ដីពីការខូចខាតឬអ្នករបួសនៅឡើយទេសូមបញ្ជាក់ថានៅម៉ោងជិត1យប់មិញនេះដីរំជួយបានកើតឡើងនៅខេត្តអាវម៉ូរីស្ថិតនៅប្រមាណ600គីឡូម៉ែត្រពីភាគឦសានទីក្រុងតូក្យូ